សូមជូនរឿងអ្នកតាបាពាលឬព្រះកន្លងនៅជើងភ្នំបាពាលស្រុកស្វាយតងខេត្តចៅដុកដែនកូសាំងស៊ីនមានអ្នកតាមួយសំខាន់ជាងគេហៅថាអ្នកតាបាពាលឬព្រះកន្លងតាមធ្លាប់បានដឹងឮដើមរឿងមកអ្នកស្រុកជុំវិញភ្នំនេះធ្លាប់ធ្វើរណ្ដាប់សែនអ្នកតានៅក្នុងរវាងខែពិសាខចេអាសាឍឬស្រាពណ៌មិនកំណត់ប៉ុន្តែក្នុងមួយឆ្នាំគេធ្វើតែម្ដងទេឯរូបរាងអ្នកតានេះពុំមានទេមានតែថ្មភ្នំមួយដុំធំដែលបណ្ដាជនលើកយកមកដាក់សន្មតជារូបអ្នកតានៅរហូតមកដល់សពថ្ងៃនេះតែដល់ខែដូចមានរៀបរាប់ខាងលើនេះហើយបណ្ដាជនចិត្តខាងប្រមូលរួបរวมលួយកាក់គ្នាផ្សំនឹងប្រាក់រាជការផ្ដល់មកជួយខ្លះរាល់ឆ្នាំផងដើម្បីទិញគោស្រាបាយរៀបចំធ្វើចោមពែសង្ឃឹកភ្លេងពិណពាទ្យភ្លេងខ្មែរប្រគំច្រៀងរាំតាមទំនៀមមានបញ្ជាន់រូបប្រុសម្នាក់អង្គុយទទួលកន្សែងក្រហមកាលបើអ្នកតាចូលហើយរូបនោះធ្វើរឹកពៀហាក់ដូចជាអ្នកខ្លាំងពូកែមានអធិទីក៏ឈុតអ្នកស្រុកសួរការអ្វីនីមួយអ្នកតានិយាយមិនអោយខ្ចោះជួនជាឆ្នាំណារាំងឬគ្មានទឹកធ្វើស្រែអ្នកស្រុកក៏បន់ស្រន់ធ្វើបន់សុំទឹកភ្លៀងអ្នកតាក៏បណ្ដាលឲ្យមានភ្លៀងធ្លាក់ក្នុងវេលានោះដោយបំណងមែនអំពីប្រវត្តិតាមពាក្យនិយាយតគ្នាមកថាកាលពីដើមភ្នំបាពាលនៅជាកោះតូចមួយនៅឡើយស្ដេចពាលមួយអង្គនិងឧបរាជម្នាក់ជាប្អូនបង្កើតសុទ្ធតែជាអ្នកមានឫទ្ធិចេស្តាខ្លាំងពូកែមកនៅទីកោះនោះស្ដេចពាលជាបងធ្វើលំនៅក្នុងព្រៃដប់ឯឧបរាជជាប្អូននៅក្នុងដប់មួយផ្សេងពីគ្នាបានសេចក្តីសុខសាន្តឥតមានសត្រូវណាហ៊ានបៀតបៀនឡើយឧបរាជជាប្អូនបានចិញ្ចឹមសត្វក្រពើមួយធំសម្បើមនៅក្នុងអន្លង់បារាជខេត្តត្រឡងស្វៀងដែនកូសាំងស៊ីនដើម្បីជាយានជំនិះជើងទឹកដោយបានឮល្បីថានៅពាមអន្លង់បារាជមានក្រពើមួយកាចសាហាវណាស់កលទូកកោះខំមនុស្សអស់ជាច្រើនស្ដេចពាលយល់ឃើញការមិនស្រួលនឹងទុកក្រពើនេះទើបគិតថាបើសិនជាទុកឲ្យនៅយូរទៀតវានឹងបំផ្លាញជីវិតមនុស្សជាច្រើនទៀតពុំលែងឡើយដូច្នេះគួរតែសម្លាប់វាចោលនឹកដល់ក្រពើអន្លង់បារាជស្ដេចពាលអាណិតដល់រាជថ្ងៃមួយកាឡាខ្លួនជាលោកនេនមួយអង្គនិមន្តសម្ដៅទៅអន្លង់បារាជប្រាថ្នានឹងប្រយុទ្ធសម្លាប់ក្រពើរបស់ឧបរាជជាប្អូនឲ្យផុតជីវិតលុះដើរបានបន្តិចក៏ជួបនឹងតាយាយចាស់កំពុងអុំទូកតូចមួយសាមណេរក៏សួរថាតាយាយអញ្ជើញមកណាទៅណាតាយាយឆ្លើយថាទៅបារាជសាមណេរឮដូច្នោះក៏សុំតាយាយដោយសារទូកនោះទៅដល់ពាមបារាជសាមណេរឃើញអន្លង់មួយយ៉ាងធំក៏គិតឧបាយប្រាប់តាយាយនោះថាអាត្មាចុះស្រង់ទឹកត្រង់នេះបន្តិចសិនចោតាយាយអូសទូកឡើងលើគោករងចាំអាត្មាផងថាតែប៉ុណ្ណោះសាមណេរចុះទៅក្នុងទឹកកាឡាខ្លួនជាក្រពើមួយធំរត់ខ្ទាយខ្ទរហាលយ៉ាងប្រញាប់ទៅរកក្រពើបារាជបានជួបភ្លាមក៏តាំងប្រយុទ្ធគ្នាយ៉ាងកក្រឹកកក្រែងកើតជារលកទឹកធំលិចក្តារទូកអ្នកធ្វើដំណើររតាត់រតាយអស់ក្រពើទាំងពីរប្រយុទ្ធគ្នាតាំងពីព្រឹករហូតដល់រសៀលក្រពើបារាជចាញ់ក៏រត់ដោះដៃស្ដេចពាលក៏ត្រឡប់មកកោះវិញឯក្រពើបារាជដោយត្រូវរបួសធ្ងន់ព្រមទាំងខឹងចិត្តនឹងប្រយុទ្ធមិនឈ្នះគេផងខំវាឡើងទៅលើគោកហើយដេកស្លាប់នៅក្រោមដើមឈើមួយធំមានម្លប់សាខានៅក្បែរមាត់ច្រាំងអន្លង់បារាជនោះទៅឧបរាជបានឮដំណឹងថាក្រពើសេនាខ្លួនត្រូវស្ដេចពាលជាព្រះរាមសម្លាប់ដូច្នោះហើយក៏ប្រញាប់មករកមើលឃើញក្រពើដេកស្លាប់នៅក្រោមដើមឈើមែនក៏ប្រមូលអស់បណ្ដារាស្ត្រមកជួយកាត់យកតែក្បាលហើយសង់ខ្ទមមួយនៅទីនោះដើម្បីធ្វើបុណ្យយកក្បាលក្រពើដាក់ក្នុងខ្ទមតម្កល់ទុកជាតំណាងឲ្យបណ្ដាជនមើលដរាបមកលុះយូរអង្វែងក្រោយមកក្បាលក្រពើក៏ពុករលួយអស់ទៅបណ្ដាជនក៏យកឈើមកឆ្លាក់ធ្វើឲ្យដូចជាក្បាលក្រពើមុន
យកទៅដំកល់ដោយដើមទុករហូតមកដល់សពថ្ងៃនេះស្ដេចពាលនិងឧបរាជនៅជាសុខសាន្តលើកោះនោះអត់មានទាស់ទែងគំនុំប្រកាន់ខឹងគ្នាដោយប្រការអ្វីសោះឡើយលុះត្រាតែកោះតូចនោះដោះដាលខ្ពស់បានទៅជាភ្នំលុះស្ដេចពាលចាស់ជរាដឹងខ្លួនថាមុខជាមិនបានរស់យឺនយូរទៅទៀតក៏ហៅមហាឧបរាជប្អូនមកប្រាប់ថាយើងមានឫទ្ធិចេស្តាខ្លាំងពូកែនៅលើភ្នំនេះបើឥតអំពីបងទៅចូលប្អូនព្រមទាំងបណ្ដាជនគិតធ្វើអ្វីមួយជាកេរទុកឲ្យអ្នកក្រោយគេបានដឹងបានស្គាល់ឈ្មោះយើងផងកុំបីខានឡើយអំពីស្ដេចពាលទៅឧបរាជជាប្អូននៅគ្រប់គ្រងរក្សាទីនោះហើយយកថ្មធ្វើមួយដុំមកសន្មតទុកជាតំណាងស្ដេចពាលប្រាប់បណ្ដាជនឲ្យជួយធ្វើជាសាក្សីទៅថ្ងៃក្រោយស្ដេចពាលស្លាប់ទៅកើតជាអ្នកតាភ្នំនៅរក្សាដុំថ្មដែលឧបរាជជាប្អូននិងបណ្ដាជនសន្មតទុកជាតំណាងរហូតមកដល់សពថ្ងៃនេះអ្នកស្រុកបារាជនៅតែរក្សាក្បាលក្រពើរហូតមកសូមជូនរឿងអ្នកតាសឹងនិងអ្នកតាព្រះឥន្ទនៅវត្តភ្នំក្ងោកមាសស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងមានអ្នកតាពីរកន្លែងមានឈ្មោះផ្សេងពីគ្នាអ្នកតាព្រះឥន្ទមានរូបធ្វើដោយថ្មចាស់ដំណាលថាមានព្រះបាទអសជ័យរាជជាអ្នកកសាងតាំងពីជំនាន់នគរវត្តម្លេះរូបអ្នកតានោះមានសន្តានជារូបសឹងឬតោទំហំជុំវិញខ្លួន 0.90 ម៉ែត្រទទឹងខ្លួន 0.30 ម៉ែត្រកម្ពស់ 0.70 ម៉ែត្រមានអាស្រមធ្វើដោយឈើប្រក់ក្បឿងស្ថិតនៅមុខព្រះវិហារវត្តក្ងោកមាសលើសពថ្ងៃនេះអ្នកតាសឹងមានរូបពីបុរាណមកធ្វើដោយថ្មគេដំណាលថាព្រះបាទអសជ័យរាជបានសាងដំណើរគ្នានិងអ្នកតាព្រះឥន្ទមានសន្តាននិងទំហំប៉ុនគ្នាឯអាស្រមទៀតសោតក៏ដូចគ្នាផ្លាយតែទីកន្លែងប៉ុណ្ណោះគឺអ្នកតាសឹងនេះស្ថិតនៅមុខព្រះវិហារវត្តក្ងោកមាសក្រោមសពថ្ងៃអ្នកតាទាំងពីរនេះចាស់ព្រឹទ្ធាចារ្យបានដំណើរថាដើមឡើយអ្នកតាព្រះឥន្ទមានអាស្រមនៅទួលគោកសំរងសង្កាត់ត្រប់ស្រុកជើងព្រៃខេត្តកំពង់ចាមឯអ្នកតាសឹងនៅសង្កាត់ជ្រប់ស្រុកសន្ទុកខេត្តកំពង់ធំឯណោះលុះដល់រវាងពុទ្ធសករាជតាមអ្នកស្រុកស្មាន2393ព្រះបាទអង្គច័ន្ទទ្រង់យាងមកកាន់វត្តក្ងោកមាសទ្រង់តោតឃើញដីទួលពេញព្រះទ័យក៏ត្រាស់ឲ្យអ្នកស្រុកទៅអញ្ជើញអ្នកតាទាំងពីរកន្លែងរៀងរាល់អង្គមកប្រតិឋាននៅកន្លែងសពថ្ងៃរហូតមកសពថ្ងៃនេះអ្នកស្រុកនៅតែគោរពរាប់អានអ្នកតាទាំងពីរនេះជាធម្មតាឯគ្រឿងសំណែនដែលគេរៀបឡើងអ្នកតានេះមានស្លាចបបាយសីបង្អែមចង្អាបនិងភ្លេងតូរតន្ត្រីឯគ្រឿងដង្វាយមានស្លាធរដូងមួយគូនិងសំពត់ប្រែក្រហម6 ម៉ែត្រគេឡើងអ្នកតានេះនៅថ្ងៃទី3កើតខែពិសាខរៀងរាល់ឆ្នាំមានរូបសំណាកសម្រាប់បញ្ជាន់ដែរគឺឈ្មោះច័ន្ទសុខសូមជូនរឿងអ្នកតាសំពៅធ្លាយនៅភូមិបារាយសង្កាត់ភឿកតឹងស្រុកបាសាក់ខេត្តឃ្លាំងមានអ្នកតាមួយឈ្មោះអ្នកតាសំពៅធ្លាយមានរឿងព្រេងដែលចាស់ព្រឹទ្ធាចារ្យធ្លាប់បានដំណើរតគ្នាមកប៉ុន្តែមិនមានក្បួនច្បាប់អ្វីជាសំអាងទេគ្រាន់តែមានទីឋានជាកេរដំណែលនិងផុសតាងជាច្រើនកន្លែងល្មមឲ្យសង្កេតបានប៉ុណ្ណោះសេចក្តីដំណើរថាកាលពីយូរអង្វែងមកហើយនោះសករាជមិនប្រកាសមានព្រះញាតិវង្សនៃព្រះមហាក្សត្រ2អង្គព្រះនាមមិនប្រកាសទ្រង់យាងទៅគង់ក្នុងស្រុកបាសាក់ត្រង់កន្លែងដែលទ្រង់គង់នោះអ្នកស្រុកសន្មតហៅថាទីប្រាសាទគង់ក្នុងប្រាសាទមានសង់ប្រាសាទឈើដែលសពថ្ងៃនេះនៅសល់តែខឿនឥឡូវនេះគេសង់ព្រះវិហារលើខឿនប្រាសាទចាស់នោះអ្នកស្រុកសន្មតហៅថាវត្តប្រាសាទគង់ក្នុងភូមិប្រាសាទគង់សង្កាត់ជីមដួងខេត្តឃ្លាំង
វត្តលួងប្រាសាទការព្រះអង្គម្ចាស់ក្សត្រាក្សត្រីទាំងពីរអង្គគង់ក្នុងស្រុកវស្សៈនោះទ្រង់បានកសាងវត្តអារាមទុកជាវត្តព្រះរាជទ្រព្យហៅថាវត្តលួងបាសាក់នៅដរាបសពថ្ងៃនេះក្នុងភូមិបាយឆៅឃុំទ្វៀងខេត្តឃ្លាំងអំពីការសាងរូបលុះព្រះមហាក្សត្រជាព្រះបវរបិតាទ្រង់សោយរាជ្យនៅកោះគោកធ្លកទ្រង់ជ្រាបថាព្រះរាជបុត្រព្រះអង្គបាននាំគ្នាសាងទីអារាមនិងព្រះវិហារមួយក្នុងស្រុកបាសាក់ស្ដេចទ្រង់មានព្រះឱយការប្រើជាងឲ្យយកថ្មសាងជាព្រះពុទ្ធរូបមានភាព4ជ្រុងដោយព្រះចេតិយក្នុងជ្រុងនីមួយៗមានឆ្លាក់រូបព្រះពុទ្ធ5អង្គហើយសាងរូប2ទៀតគឺរូបព្រះនរាយណ៍មួយនិងរូបព្រះនាងឧមាភគវតីសាងស្រេចហើយទ្រង់ឲ្យដាក់ក្នុងសំពៅនាំទៅប្រទានដល់ព្រះរាជបុត្រដើម្បីតម្កល់ទុកជាកិត្តិយសរបស់ស្រុកបាសាក់ឯសំពៅនោះពេលដែលបើកទៅត្រូវយប់ងងឹតក៏ពៀទៅលើកោះធ្លាយលិចក្នុងទឹកនោះទៅអ្នកតាសំពៅធ្លាយកាលព្រះអង្គម្ចាស់ក្សត្រាក្សត្រីទ្រង់បានជ្រាបថាសំពៅធ្លាយលិចដូច្នោះទ្រង់ក៏យាងទៅទតសំពៅធ្លាយនោះរួចទ្រង់ឲ្យសាងព្រះវិហារមួយសពថ្ងៃនេះគេហៅថាវត្តព្រះបួនព្រះភ័ក្ត្រនៅត្រង់កន្លែងដែលសំពៅធ្លាយលិចនោះស្រេចហើយទ្រង់ឲ្យសាងទេវឋានមួយទៀតតម្កល់ព្រះនរាយណ៍និងព្រះឧមាភគវតីសន្មតឈ្មោះថាអ្នកតាដូនរាយសពថ្ងៃនេះអ្នកស្រុកហៅថាអ្នកតាសំពៅធ្លាយដោយកំណត់យកហេតុសំពៅធ្លាយនោះជាឈ្មោះអ្នកតាវត្តនិងអ្នកតានេះស្ថិតនៅក្នុងភូមិជាមួយគ្នាគឺភូមិបារាយសង្កាត់ភឿកតឹងខេត្តបាសាក់លក្ខណៈអ្នកតាសំពៅធ្លាយក្នុងអាស្រមអ្នកតាសំពៅធ្លាយមានរូបពីរគឺរូបអ្នកតាភេទប្រុសមួយរូបអ្នកតាភេទស្រីមួយឯក្បាលនិងដៃជើងបាក់ទាំងអស់ភាគដែលបែកបាក់នោះបាត់អស់ទៅនៅសល់តែដងខ្លួនអ្នកតាភេទប្រុសគឺរូបព្រះនរាយណ៍មានដៃ4ក្បាលបាក់ត្រឹមកដៃបាក់ត្រឹមកែងដៃម្ខាងនៅតែជាហេតុស្នាមប្រែកជា2ជើងបាក់ត្រឹមចុងផ្លូវទំហំស្មា 0.45 ម៉ែត្រពីត្រឹមស្មាដល់ចុងផ្លូវដែលបាក់នោះប្រវែង 0.70 ម៉ែត្រគ្រឿងប្រដាប់ពីស្មាទៅទល់ចង្កេះលែងខ្លួនទទេលើទ្រូងនិងលើស្មាមានក្បាច់តិចតួចតែពិនិត្យមិនច្បាស់ដោយសឹករលីងស្ទើរអស់ត្រង់ចង្កេះមានខ្សែក្រវ៉ាត់ក្បាច់3ជាន់មួយជាន់ខាងលើក្បាច់ត្របកឈូកចុះឡើងលើជាន់កណ្ដាលក្បាច់ដកច័ន្ទមានខ្សែអមសងខាងជាន់ក្រោមបង្អស់ក្បាច់ជើធំសំយ៉ុងចុះក្រោមខាងមុខមានចងណាទ្រង់ព្រះពុទ្ធឬទ្រង់ខោស្នាប់ផ្លូវមិនប្រកបព្រោះខាងក្រោមខ្សែក្រវ៉ាត់បែកជា2មានស្នាមផ្គុំឡើងវិញរូបនោះតាមពិនិត្យទៅដូចជារូបព្រះនរាយណ៍ដែលធ្លាប់ឃើញក្នុងទីដទៃទៀតនោះអ្នកតាមានភេទជាស្រីអាចសម្គាល់ជារូបស្ត្រីពិតមែនមានក្បាលបាត់ត្រឹមកដៃបាក់ត្រឹមស្មាជើងបាក់ត្រឹមកជើងទំហំទទឹងស្មា 0.35 ម៉ែត្រពីត្រឹមស្មាទៅទល់នឹងកជើងដែលបាក់នោះ 0.80 ម៉ែត្រអំពីគ្រឿងប្រដាប់តែងកាយអ្នកតានោះពីត្រឹមស្មាទៅដល់ទល់នឹងចង្កេះលាតស្មើសូដននៅទទេលើស្មានិងសូដនមានស្នាមគំនូរាក់ហាក់ដូចជាពាក់សង្វាឬសរងកមិនប្រកបពីត្រឹមចង្កេះចុះក្រោមស្លៀកសំពត់សំឡុយស្នាមឆោតដោយសំពត់អន្លូញបញ្ឈរនៅចង្កេះមានខ្សែក្រវ៉ាត់ក្បាច់3ជួរខាងលើក្បាច់មូលដោយពងត្រីបន្ទាប់មកជាខ្សែមួយត្រង់កណ្ដាលក្បាច់ត្របកឈូកពីក្រោមត្របកឈូកមានខ្សែមួយខាងក្រោមខ្សែនោះក្បាច់មូលដោយពងត្រីមួយជួរទៀតរបៀបឡើងអ្នកតាគ្រឿងសែនអ្នកតានោះពីបុរាណនិងបច្ចុប្បន្នកាលក៏ដូចគ្នាដែរហើយក្នុងមួយឆ្នាំនេះមានចិនយួនចូលសែនផងជាច្រើនអ្នកជាទំនៀមតែដល់ខែពិសាខចេអ្នកស្រុកតែងតែនាំគ្នាឡើងអ្នកតានោះនៅថ្ងៃដែលត្រូវឡើងអ្នកតាគេយកដើមចេកប្រវែង1ទោមឬ1ចំអាមចិត្តចុងឲ្យស្រួចយកស្លឹកដូងដោតជាស្លាចោម
មានអំបោះចំណងដៃដាក់ពីលើស្លាចមរបៀបបែបនេះមានធ្វើគ្រប់ផ្ទះអ្នកដែលឡើងអ្នកតាគ្រឿងសែនតាមទំនៀមនោះគឺស្រាមួយដបភ្លេងខ្មែរមួយវង់ស្គរធំមួយជ្រូកមួយស្ងោខ្លះឆៅខ្លះបើឆ្នាំណាកាត់ទុរផឹកមានត្រឹមតែក្បាលជ្រូកក៏បានទាស្ងោមាន់ស្ងោចេកនិងនំគ្រប់មុខមាននំបញ្ចុកនំទៀនអន្សមជ្រូកជាដើមបាយម្ហូបផ្សេងប្រេងម្សៅទៀនធូបទឹកអប់ប្រអប់ស្លាមួយទុងសំពៅដើមចេកមួយផងលុះដល់កំណត់វេលាហើយគេទៅជួបជុំគ្នានៅផ្ទះអ្នកតានោះរៀបគ្រឿងសែនព្រេងស្រេចហើយគេអុជទៀនធូបបិទលើប្រអប់ស្លាចាក់ស្រាសែន3ដងគេហៅថាសែនព្រះពិស្ណុការភ្លេងរួចលេងភ្លេង3បទវាយស្គររំ3ចប់រួចអុជធូបទៀនម្ដងទៀតបិទនៅនឹងថ្មអ្នកតាចាក់ស្រាសែនចំពោះអ្នកតា3ដងហើយយកស្រាស្រោចលើថ្មអ្នកតាមានទាំងចាប់បាយម្ហូបយកក្បាលជ្រូកក្បាលទានិងនំគ្រប់មុខដាក់ក្នុងសំពៅសែន3ដងទៀតទើបមនុស្សចាស់ម្នាក់សូត្រឲ្យពរជ័យសិរីសួស្តីចប់ហើយស្រែកហូអើងកងឡើងហើយជូនសំពៅទៅឲ្យបានឆ្ងាយបន្តិចក៏ដាក់ចោលទៅគេសន្មតថាជូនខ្មោចបិសាចចង្រៃឲ្យផុតអំពីភូមិស្រុករួចហើយគេនាំគ្នាបរិភោគអាហារលើស្លាចមនោះរៀងខ្លួនយកទៅផ្ទះចងដៃកូនចៅគោក្របីតាមតម្រូវការកិច្ចបែបនេះជាទំនៀមទម្លាប់ពីបុរាណរៀងមកសេចក្តីបញ្ជាក់ក្រៅពីរដូវឡើងអ្នកតានៅមានការបន់ស្រន់ខ្លះដែរដូចជានៅពេលឈឺចាប់បន្តិចបន្តួចគេថ្វាយមាន់ស្ងោស្រាឬភ្លេងបទភ្លេងសម្រាប់លេងថ្វាយអ្នកតានោះមាន4បទគឺភ្លេងខ្លងលេង3បទបួងសួងថ្វាយព្រះពិស្ណុការគ្មានច្រៀងទេភ្លេងច្រងចាក់ស្រាសែនអ្នកតាហើយច្រៀងតាមទំនុកច្រងអើយច្រងតាងាងរកស៊ីចុងចាក់ក្របីព្រៃវាឡើងផ្ដាំទៅអ្នកស្រុកកុំឲ្យបបាញ់អាសូរច្រងអញទុកវាកាលវងលេងភ្លេង3បទច្រៀង3បទប្រែភ្លេងទៀតភ្លេងតូចស្ដើងទំនុកច្រៀងស្ដើងអើយស្រីស្ដើងស្រីដើរឆាប់ឡើងទន្ទឹមនឹងបងស្ដើងអើយស្រីស្ដើងទៅគៀកក្របីច្រឡំដើមព្រៃនិងកក់កណ្ដៀងលេងភ្លេង3បទប្រែភ្លេងទៀតភ្លេងសំពៅធ្លាយគេចាប់គ្រឿងសំណែនដាក់ក្នុងសំពៅហើយច្រៀងថាសំពៅថយទៅសមុទ្ររលកវាយផុតរបោកយុទ្ធការស្រែកហៅកូនក្មួយឲ្យចុះសំប៉ានស្រាវពូឲ្យបានសន្ធឹកគ្រូអើយក្នុងពេលឡើងអ្នកតាគ្មានបញ្ជាន់រូបទេកាលពីដើមឬថាមានរូបដែរសូមជូនរឿងអ្នកតាម៉ែសនៅស្រុកបាភ្នំនៅខាងកើតភ្នំបាភ្នំភ្នំខ្សាច់សចម្ងាយប្រមាណជាង1500ម៉ែត្រខាងអាគ្នេយ៍នៃសាលាស្រុកបាភ្នំសពថ្ងៃនេះប្រហែលជា500ម៉ែត្រមានភ្នំមួយតូចស្ថិតនៅក្បែរមាត់ព្រៃកម្ពស់ប្រមាណជាង10ម៉ែត្រនៅលើកំពូលភ្នំនោះនឹងនៅជាចន្លោះនៃថ្មភ្នំធំដែលបណ្ដុំលើគ្នាជ្រងច្រាងគេឃើញមានរោងមួយធ្វើដោយស៊ីម៉ង់យ៉ាងស្អាតទំហំប្រហែល2ម៉ែត្រ4ជ្រុងបែរមុខឆ្ពោះទៅទិសវាលខាងកើតដែលមានផ្លូវបុកស៊ីម៉ង់ថែមជាជណ្ដើរបត់បែនឡើងទៅក្នុងរោងនោះផ្នែកពាក់កណ្ដាលខាងក្រោមគេធ្វើជាថ្នាក់ខ្ពស់ឡើងប្រហែលជាកន្លះម៉ែត្រភ្ជាប់ទៅនឹងថ្មធំដែលលយចូលមកក្នុងរោងហើយមានគំនូររូបសត្វផ្សេងនៅលើថ្នាក់នោះមានរូបខាងសាសនាព្រាហ្មណ៍តូចខ្លះធំខ្លះនៅល្អខ្លះបាក់បែកនៅតែខ្លួនហើយបូកស៊ីម៉ង់ធ្វើជាក្បាលដៃជើងថែមឡើងខ្លះដាក់តម្រៀបគ្នាជាជួរ3សង្កាត់មានផើងមួយសម្រាប់ដុតធូបមានរូបដំរី2ធ្វើដោយថ្មពណ៌សពំរុងនៅសងខាងមានផើងដែលពួកចិនយកទៅថ្វាយខាងក្រោមបន្ទាប់ពីនោះមកជាទីធ្លាក្រាលឥដ្ឋពណ៌ទូលាយល្មមមនុស្ស2នាក់ចូលទៅអង្គុយបន់ស្រន់ដោយងាយស្រួលឯរោងគឺគ្រឿងសក្ការៈជារបៀបចិនទាំងអស់ព្រោះពួកចិនជាអ្នកតាក់តែងធ្វើរោងឡើងជាខាងក្រោម
ពីដើមអ្នកតានេះធ្លាប់មានអាស្រមរួចមកហើយតែដល់បាក់បែកអស់ទៅទើបពួកចិនសាងជាថ្មីជំនួសឡើងក្នុងចំណោមរូបទាំង3សង្កាត់នេះត្រង់សង្កាត់កណ្ដាលមានរូបមួយនៅចំកណ្ដាលគេជារូបឈរមានកម្ពស់ប្រហែល60សង់ទីម៉ែត្ររូបនោះមានភាពជាស្ត្រីភេទសក់ក្បាលទំនងជាបួងពាក់ឡើងលើពាក់ក្បាំងមុខរាងមូលថ្ពាល់ពេញដោយក្បំស្រួចមានដៃ4ដៃខាងស្ដាំបត់មកខាងមុខទ្ររបស់អ្វីមួយរាងចតុកោណកែងផតកណ្ដាលបន្តិចដៃខាងឆ្វេងបត់ឡើងទៅលើទន្ទឹមនឹងស្មាកាន់កងឆ័ត្រដៃមួយទៀតសំយ៉ងចុះក្រោមចាប់កន្ទុយខ្លាឬរាជសីជើងឈរជន់លើសត្វនោះផ្អៀងមកខាងស្ដាំបន្តិចមានអាការៈដូចជាប្រឹងលើកសត្វនោះមានទឹកមុខបែបអំនួតតាម្នាក់ឈ្មោះដោកឋានអាយុ70ឆ្នាំនៅភូមិរងដំរីប្រក់ជើងភ្នំខាងជើងដែលនាំដើមមើលបានប្រាប់យើងថានេះហើយជារូបអ្នកតាម៉េះដែលជាធំលើសលែងជាងអ្នកតាទាំងប៉ុន្មានក្នុងស្រុកបាភ្នំនិងជាទីគោរពកោតក្រែងរបស់អ្នកស្រុកតាំងពីសម័យបុរាណរហូតមកដល់សព្វថ្ងៃឯរូបក្រៅពីនេះជាអ្នកតាបន្ទាប់បំសំបើរាប់រូបទាំងអស់ទាំងអ្នកតាម៉េះផងឃើញ15រូបនៅខាងមុខអ្នកតាម៉េះប្រហែល50ម៉ែត្រមានអ្នកតា2ទៀតនៅអមផ្លូវដែលចុះមកពីអ្នកតាម៉េះហៅថាអ្នកតាទ្វារខ្លះហៅថាអ្នកតាឆ្វេងស្ដាំខាងមុខអ្នកតានេះប្រហែល10ម៉ែត្រជាកន្លែងកាប់ក្របីថ្វាយអ្នកតាចម្ងាយពីទីនេះទៅខាងកើតប្រមាណ100ម៉ែត្រជាកន្លែងកាប់មនុស្សថ្វាយអ្នកតាកាលជាន់មុនតែសពថ្ងៃនេះត្រង់ទីនោះវាជាវាស្រែទៅហើយអំពីពិធីឡើងអ្នកតាម៉េះកាលពីដើមមិនដឹងជាពីត្រឹមណាមកទេព្រោះគ្មាននរណាចាំបានតែគេតែងដំណើរថាគេតែងកាប់មនុស្សថ្វាយអ្នកតាម៉េះនេះរាល់ឆ្នាំសូម្បីមកដល់សម័យក្រឡាហោមប៉ាងធម្មមាឌិជោហែងដែលបានជាអភិបាលខេត្តបាភ្នំមកហើយក៏នៅមានគេដឹងឬប្រកាសថាមានសម្លាប់មនុស្សថ្វាយនៅឡើយលោកតាដោកឋានបាននិយាយថាប្រហែល60ឆ្នាំមុនក្នុងសម័យលោកអុកញ៉ាតេជោតៃធ្វើជាអភិបាលខេត្តនោះគាត់បានទៅមើលឃើញគេសម្លាប់មនុស្សថ្វាយអ្នកតា2ដងគឺ2ឆ្នាំកំណត់កាប់មនុស្សឬសត្វថ្វាយអ្នកតានោះគេធ្វើតែថ្ងៃសៅរ៍ក្នុងខែចេសខ្នើតក៏បានរនោចក៏បានតាមពាក្យលោកដោកឋានអភិបាលស្រុកកំពុងត្របែកថាគេធ្វើឡើងនៅថ្ងៃពុធខាងខ្នើតខែចេសតែលោកតាអិនវ៉ាអាយុ73ឆ្នាំជាអាចារ្យវត្តប្រាសាទឃុំប្រាសាទស្រុកកំពុងត្របែកគេធ្វើតែក្នុងថ្ងៃអង្គារឬថ្ងៃសៅរ៍ខាងខ្នើតខែពិសាខឬចេសកាលពីដើមច្រើនតែធ្វើបុណ្យឡើងអ្នកតាយ៉ាងឧឡារិក3ឬ5ដងឬ7ថ្ងៃព្រមទាំងមានការប្រជុំអស់ទាំងចៅហ្វាយសង្កាត់គ្រប់សង្កាត់ដែលជាចំណុចខេត្តបាភ្នំចំនួនដើមផងគេធ្វើរោងបុណ្យនៅទីវត្តវិហារធំៗនៅនាទិសពីយប់នៃអ្នកតាម៉េះប្រហែលចម្ងាយ1គីឡូម៉ែត្រមាននិមន្តព្រះសង្ឃសូត្រមន្តនៅទីនោះទៅដានៅទីអ្នកតាម៉េះនៅទីអ្នកតាក្រហមកនៅឯខាងជើងភ្នំខ្លះដាថ្វាយអ្នកតាសពឋាននៅត្រង់ចង្កេះភ្នំធំខាងលិចខ្លះនៅលើភ្នំទួលឈ្នៀងខាងត្បូងខ្លះរាល់ថ្ងៃតតែដល់ថ្ងៃសៅរ៍ដែលត្រូវធ្វើបុណ្យឡើងអ្នកតាអំពីរឿងមនុស្សដែលត្រូវសម្លាប់ថ្វាយអ្នកតានោះគឺគេយកតែមនុស្សណាដែលមានទោសធ្ងន់ត្រូវប្រហារជីវិតមុននឹងស្លាប់គេហៅមនុស្សនោះមកនិយាយប្រាប់ឲ្យដឹងខ្លួនជាមុនហើយគេបើកឲ្យមនុស្សនោះស៊ីផឹកយ៉ាងឆ្ងាញ់តាមចំណង់នាំទៅឲ្យមើលល្បែងមើលបុណ្យហាក់ដូចជាមនុស្សធម្មតាលុះដល់ថ្ងៃស្លាប់គេរៀបចំដាក់ឃ្នៀងមនុស្សនោះហើយដង្ហែចេញទៅពីទីប្រជុំបុណ្យដោយក្បួនហែយ៉ាងអឹកអធឹកមានទាហានកាន់អាវុធឬកាំភ្លើងមកក្រោយព្រមដោយអ្នកស្រុករាប់ពាន់នាក់ហែទៅកាន់ទីអ្នកតាព្រះស្រុកមេស្រុកនៅខាងកើតវត្តវិហារធំចម្ងាយប្រហែល500ម៉ែត្រគេគំនាបអ្នកតានោះដោយអុជផាវបាញ់កាំភ្លើងរួចហើយគេហែមនុស្សទោសសំដៅ
ទៅអ្នកតាម៉េះដែលស្ថិតនៅខាងត្បូងអ្នកតាព្រះស្រុកនេះប្រហែល800ម៉ែត្រដល់ហើយគេក៏រៀបចំបួងសួងបន់ស្រន់សូមឲ្យអ្នកតាម៉េះជួយឲ្យស្រុកបានសុខសប្បាយជួយរក្សាអភិបាលស្រុកនិមឺនសពមុខមន្ត្រីនិងបណ្ដារាស្ត្រព្រមទាំងសូមឲ្យមានទឹកភ្លៀងធ្លាក់ចុះមកតាមរដូវកាលរួចហើយទើបគេស្រែកភូមាយាអើ3ដងទើបអ្នកសម្លាប់ដែលមានងារជាមនោឥនដែលកាន់ដាវរំរែកដើរក្រឡឹងជុំវិញមនុស្សទោសងារដើរកាប់តែមួយខ្វាច់ដាច់កតែម្ដងហើយគេសម្គាល់មើលបើឈាមបាញ់ទៅលើទៅខាងស្មើគ្នាជាទឹកភ្លៀងនឹងធ្លាក់ស្មើគ្រប់ស្រុកបើឈាមបាញ់ទៅតែខាងណាថាភ្លៀងនឹងធ្លាក់ទៅស្រុកខាងនោះនាពេលដំណើរគ្នានេះមានបាញ់កំភ្លើងអុចផាវយ៉ាងកក្រឹកកក្រែងចំណែកខាងក្រុមដែលដង្ហែតទៅខាងអ្នកតាក្រហមមកអ្នកតាសោតឋាននិងអ្នកតាទួលឈ្នៀងលឺសូរកំភ្លើងខាងអ្នកតាមិនហើយទើបបាញ់កំភ្លើងអុចផាវគំរាមអ្នកតាខាងខ្លួនជាលំដាប់បន្ទាប់គ្នាទៅឯមនុស្សដែលគេសម្លាប់រួចនោះគេយកក្បាលទៅដោតថ្វាយអ្នកតាម៉េះព្រមទាំងអាចយកសាច់ដោតជា100ជ្រនួចថ្វាយផងរួចហើយយកសាច់50ជ្រនួចទៀតបញ្ជូនទៅថ្វាយអ្នកតាក្រហមក50ជ្រនួចសម្រាប់អ្នកតាសពឋាននិង50ជ្រនួចទៀតថ្វាយអ្នកតាទួលឈ្នៀងក្នុងសម័យលោកធម្មមាតេជោតីនេះដែរតមកខាងក្រោយគេលែងសម្លាប់មនុស្សបែរជាសម្លាប់ក្របីជំនួសវិញប៉ុន្តែគេរើសរកតែក្របីឡើងក៏មានតម្លៃពី50រៀលឡើងទៅតម្លៃចំនួននោះឯរបៀបរៀបចំធ្វើបុណ្យក៏នៅមានធ្វើដូចគ្នាវេលាដែលគេសម្លាប់ក្របីនោះគេក៏សម្គាល់ឈាមដូចគ្នានឹងការសម្លាប់ឈាមមនុស្សដូចពលខាងលើនោះដែររួចហើយគេអាសាច់ក្របីដត100ជ្រនួចថ្វាយអ្នកតាម៉េះអាផ្លូវមួយឲ្យសុភាឆ្វេងយកទៅថ្វាយអ្នកតាក្រហមកអាផ្លូវមួយទៀតឲ្យសុភាស្ដាំយកទៅថ្វាយអ្នកតាសពឋានឯអ្នកតាទួលឈ្នៀងមិនលឺនិយាយថាដូចម្ដេចទេប្រហែលជាគេលែងឡើងយូរហើយដោយនៅឆ្ងាយពីគេពេកប៉ុន្តែមានការប្លែកម្យ៉ាងចំពោះក្របីដែលគេសម្លាប់នោះបើនៅពេលរៀបសម្លាប់វាស្ទុះរត់រួចពីកន្លែងទៅគេសម្គាល់ថាអ្នកតាមិនទទួលត្រូវរកទិញក្របីមួយថ្មីទៀតយកមកសម្លាប់ថ្វាយដល់សម័យលោកធម្មមាតេជោប្លុងគេឈប់ទាំងសម្លាប់ក្របីទៅទៀតគេថ្វាយក្របីទាំងរស់គិតពីនោះមកដល់ឥឡូវនេះ1944ប្រហែល20ឆ្នាំហើយគេបែរជាសម្លាប់ជ្រូកជំនួសវិញលុះតមកខាងក្រោយរហូតដល់សពថ្ងៃនេះគេឈប់ទាំងសម្លាប់ជ្រូកទៅទៀតគឺគេយកតែសាច់ជ្រូកដែលគេទិញចំនួន100ជ្រនួចទៅថ្វាយតែម្ដងសម័យក្រោយមកនៅពេលឡើងអ្នកតាតែងមានរូបសំណឹងចូលជាន់ផងគេបញ្ជាន់រូបឲ្យអ្នកតាម៉េះចូលមកសន្ធិដ្ឋរួចគេនាំគ្នាសួរពីសុខទុក្ខក្នុងស្រុកគ្រប់ប្រការប្រពន្ធលោកតាដោកឋានជារូបសំណឹងដែលអ្នកតាម៉េះចូលជាន់រូបនោះស៊ីអ្វីមិនបានទេអ្នកតាតម្រូវឲ្យស៊ីតែបានសាបជាធម្មតាម្ល៉េះហើយរូបសំណឹងនោះក៏រីងរៃទាល់តែស្លាប់ទៅឯកិច្ចពិធីឡើងអ្នកតាម៉េះគេនៅតែនាំគ្នាធ្វើជារៀងរាល់ឆ្នាំប៉ុន្តែធ្វើដោយខ្សត់ខ្សោយណាស់ធ្វើសោះតែខានមិនបានជាអធិកអធមដោយកាលពីសម័យដែលនៅថ្កុំថ្កើងនោះទេលុះឡើងអ្នកតាម៉េះរួចទើបគេរៀបឡើងអ្នកតាដែលនៅសង្កាត់នានាជាខាងក្រោយចំណែកពួកនិមឺនដែលមានបណ្ដាស័ក្តិធំមិនដែលហ៊ាននៅចិត្តឬដែលកាត់មុខអ្នកតាម៉េះឡើយដោយជឿថានឹងស្លាប់ឬខូចបុណ្យស័ក្តិក្រៅអំពីអ្នកតាដែលពលខាងលើនេះនៅមានអ្នកតាខ្លះទៀតដែលនៅចិត្តគ្នានោះគឺអ្នកតាទូងស្គរអ្នកតានាងត្រដាច់អ្នកតាសំដាងកែវអ្នកតាព្រះស្រែអ្នកតាព្រះស្រុកអ្នកតាបោះលៀនអ្នកតាច្រកចំបក់អ្នកតាសូនយៈអ្នកតាទាំងអបាលម៉ាននេះមិនមានរូបទេមានតែថ្ម2ទៅ3ដុំជាសម្គាល់ដែលឃើញមានរូបថ្មច្រើនតែចំពោះអ្នកតាម៉េះប៉ុណ្ណោះ
សូមជូនរឿងអ្នកតាបេងស្រុកត្បូងឃ្មុំដើមឡើយជាខេត្តមួយអភិបាលខេត្តនោះមានងារជាអជូនពីមុនមកមិនដឹងជាមានឈ្មោះថាស្រុកអ្វីទេតែបើតាមការដំណើរប្រកបដោយគោលចរិតជាដំណើរសល់នៅដល់សពថ្ងៃដែលគួរយកជាការបាននោះមានដូចតទៅដើមឡើយមានវត្តមួយនៅក្នុងឃុំវិហារលួងស្រុកត្បូងឃ្មុំហៅថាវត្តទួលក្តីមិនដឹងពីពុទ្ធសករាជប៉ុន្មានលោកគ្រូចៅអធិការវត្តមានឈ្មោះពុំប្រកាសមានប្អូនស្រីក្រមុំម្នាក់វត្តនេះមានអ្នកតារូបសម្រិតមួយមានឥទ្ធិពលខ្លាំងពូកែណាស់អាចคล้ายខ្លួនជាមនុស្សធម្មតាបាននៅថ្ងៃបុណ្យទានឬថ្ងៃសិលដែលមានធ្វើកិច្ចរាប់បាតក្នុងវត្តនោះអ្នកតាតែងคล้ายខ្លួនជាបរិសកំឡោះម្នាក់ស្លៀកពាក់ស្អាតស្អំកាន់ផ្តិលសម្រិតវែកសម្រិតយកបាយទៅរាប់បាតជាមួយនឹងអ្នកស្រុករាល់ពេលតែដាក់បាតរួចចុះពីលើសាលាបាត់ខ្លួនមួយរំពេចអ្នកស្រុកតែងសួរគ្នាទៅវិញទៅមកដោយឆ្ងល់នឹងមនុស្សចម្លែកនេះពន់ពេកណាស់មិនដឹងជាទីលំនៅបរិសនោះនៅឯណាស្រាប់តែឃើញដល់វត្តហើយចុះតែពីសាលាបាត់ខ្លួនតែម្ដងក្រោយមកអ្នកតានោះទៅលបរួមរស់មេត្រីជាមួយនឹងប្អូនក្រមុំលោកគ្រូមេវត្តលុះដឹងថាប្អូនស្រីមានប្រុសសហាយលោកគ្រូក៏ហៅប្អូនមកសាកសួរតាមដំណើរនាងនោះក៏ទទួលសារភាពថាបានស្រឡាញ់ប្រុសម្នាក់មែនតែអត់មានអ្នកណាដឹកនាំទេពេលយប់ស្រាប់តែឃើញប្រុសនោះចូលទៅដេកជាមួយខ្លួនតែម្ដងឯខ្លួននាងចាប់ពាល់ខ្លួនបរិសនោះមិនត្រូវសោះហាក់ដូចជាស្រមោលលោកមេវត្តបានស្ដាប់ប្អូនស្រីរាយរាប់សពគ្រប់ហើយលោកជ្រាបភ្លាមថាគ្មាននរណាទេពិតជាអ្នកតាសម្រិតនោះឯងព្រោះវាមានឫទ្ធិខ្លាំងពូកែណាស់លោកគ្រូខ្ញាល់នឹងអ្នកតាសម្រិតនោះជាខ្លាំងក៏ប្រើក្មេងឲ្យជីករណ្ដៅនៅទួលមួយនៅជ្រុងអាគ្នេយ៍វត្តចម្ងាយប្រមាណជា200ម៉ែត្រឬ300ម៉ែត្រពីទីវត្តជីករួចហើយលោកឲ្យយករូបសម្រិតនោះទៅកប់ផ្ទីងក្បាលចុះក្រោមលុបដីរួចយកដើមបេងមួយដើមទៅដាំសង្កត់លើរូបនោះទួលនោះសពថ្ងៃហៅថាទួលអ្នកតាបេងក្រោយមកលោកគ្រូមេវត្តក៏អនិច្ចធម៌ទៅនៅសល់តែភិក្ខុសាមណេរតិចតួចក្នុងវត្តទួលក្តីនោះមានយាយចាស់ម្នាក់ឈ្មោះកែគាត់អត់មានប្តីបងប្អូនទេហើយបួសជាយាយជីនៅវត្តទួលក្តីនោះតមកខាងក្រោយទៀតលោកសង្ឃក្នុងវត្តក៏ចេះតែរប៉ាត់រប៉ាយអស់រលីងគ្មានសល់នៅសល់តែយាយជីកែនោះម្នាក់ឯងឯដើមបេងដែលលោកមេវត្តដាំសង្កត់លើរូបអ្នកតានោះក៏ចម្រើនធំឡើងមានសត្វឃ្មុំទុំនៅលើមេឃផងតាមដំណើរថាឃ្មុំនោះធំហើយកាច់ណាស់ផ្លិតវាធ្លាក់ស្តោកប្រប្រាស់ដីគ្រាន់តែខ្យល់បក់នាំក្លិនមនុស្សមកដល់មេវានាំគ្នាហើរទាំងវងទៅតិចទាល់តែស្លាប់ដូចនោះទើបនៅខែកដឹកមកសិបោះដែលជារដូវខ្យល់ខ្លាំងបក់មកពីទិសខាងជើងជាកែតែងតែប្រាប់អ្នកដំណើរឲ្យដើរពីខាងត្បូងឃ្មុំតែដើរពីខាងជើងក្លិនមនុស្សរមែងបក់ដល់ឃ្មុំនឹងហើរមកតិចស្លាប់មិនខានពាក្យថាដើរខាងត្បូងឃ្មុំនេះហើយដែលជាដើមកំណើតឈ្មោះនៃខេត្តត្បូងឃ្មុំនេះមិនមែនគុជឃ្មុំម្យ៉ាងដែលគេប្រើធ្វើត្បូងចិញ្ចៀននោះទេតមកខាងក្រោយដើមបេងនោះត្រូវដើមជ្រៃដុះរត់រឹតខ្លាំងក៏ងាប់ទៅដើមជ្រៃក៏លូតលាស់បែកមែកសាខាឡើងនៅកន្លែងដើមបេងនោះតមកមែកជ្រៃក៏បាក់រិចរិលអស់នៅសល់តែគល់ទំហំ2ម៉ែត្រដោះស្លឹកទៀបនឹងដីអ្នកមានបណ្ដាស័ក្តិដើរកាត់មុខអ្នកតានេះមិនបានទេសពថ្ងៃមានផ្លូវមួយពីខាងត្បូងមួយពីខាងជើងអ្នកតានោះអ្នកតានេះសម្រាប់អភិបាលខេត្តត្បូងឃ្មុំឡើងកាលបើមានលោកណាទៅធ្វើជាអភិបាលខេត្តឬស្រុកដែលមានងារជាអជូនត្រូវឡើងអ្នកតានោះខានមិនបានទេសូមជូនរឿងអ្នកតាមហេស័កឬអ្នកតាមេតកិតឯកសារនេះសេចក្តីដើមជាភាសាឡាវអ្នកសរសេរឈ្មោះសុងភុយជាតិឡាវនៅស្រុកវឿនសៃខេត្តស្ទឹងត្រែង
អាយុ70ឆ្នាំដែលមានសេចក្តីបកប្រែដូចតទៅនៅសង្កាត់វើនសៃមានអ្នកតាមួយឈ្មោះមហេសៈអ្នកភូមិទាំងឡាយក្នុងសង្កាត់នេះលើកទុកជាអ្នកខ្លាំងពូកែជាវត្ថុស័ក្តិសិទ្ធិមួយអាចនឹងផ្ដល់សេចក្តីសុខទុក្ខដល់បណ្ដាជនទាំងអស់បានរឿងរ៉ាវខាងដើមថាការដែលទឹកដីស្រុកវើនសៃនៅជាចំណុះស្រុកថៃឡង់នៅឡើយនោះមាននិមឺនឡាវម្នាក់ដែលរាជការចាត់ឲ្យទៅត្រួតត្រាស្រុកនោះក៏បានអញ្ជើញអ្នកតាមហេសៈនេះមកតាមខ្លួនផងដើម្បីជាទីពឹងបានឆ្លាក់ឈើធ្វើជារូបតំណាងអ្នកតាហើយតម្កល់ទុកលើអាស្រមមួយក្រោមដើមផ្ចឹកនៅចម្ងាយពីក្រុងវើនសៃចំនួន1 គីឡូម៉ែត្រការបានឃើញនិមឺនឡាវនោះគោរពប្រណិប័តបន់ស្រន់អ្នកតានោះទៅបានសេចក្តីសុខដោយសេចក្តីប្រាថ្នាអ្នកស្រុកក៏សោះស្រួលទទួលស្គាល់អ្នកតានោះតាមមកថាជាអ្នកតាមានឫទ្ធានុភាពខ្លាំងពូកែឯអ្នកតានោះការជន់ដើមមានប្រកាន់រូបស្រីម្នាក់ឈ្មោះនាងប៊ូធ្វើជាស្មឹងផ្ដាច់មុខសម្រាប់តែខ្លួននោះម្នាក់ឯងឥតមានខ្មោចបិសាចឯណាដទៃទៀតមកសន្ធិដ្ឋលើរូបរាងប៊ូបានឡើយកិច្ចដែលត្រូវគោរពនិងត្រូវរៀបដង្វាយអ្នកតានោះអ្នកស្រុកប្រព្រឹត្តធ្វើតាមតែពាក្យរូបសម្មឹងបង្គាប់គឺមានថ្វាយជ្រូកទាស្រាបាយនិងទៀនធូបដង្វាយបែបនេះមិនមានកំណត់កាលវេលាទេស្រេចហើយនៅមានការដែលគួរបន់ឬគួរថ្វាយក្នុងមួយឆ្នាំម្ដងអ្នកស្រុកប្រជុំគ្នារៀបធ្វើពិធីហៅថាបន់ឡើងអ្នកតាបន់នេះទម្លាប់ធ្វើតែនៅខែពិសាខមានកំណត់ពេលមួយថ្ងៃមួយយប់នៅទីខ្ទមអ្នកតានោះតែម្ដងក្រៅពីដង្វាយដូចបានរៀបរាប់ខាងលើនោះនៅមានលេងភ្លេងដូរតន្ត្រីច្រៀងរាំនិងមានអមទូកប្រណាំងថ្វាយអ្នកតានោះផងរៀងរាល់ឆ្នាំខានមិនបានជាដាច់ខាតបើខានមិនបានសុខទេអ្នកតានោះសពថ្ងៃគេរើទីកន្លែងលើកទៅធ្វើខ្ទមឥតប្រក់ក្បឿងនៅប្របវត្តវើនសៃចិននិងយួនដែលនៅស្រុកវើនសៃទាំងប៉ុន្មានជឿជាក់ចំពោះអ្នកតានេះណាស់តែងនាំគ្នាយកដង្វាយទៅថ្វាយប្រក្រតីប្រវត្តិអ្នកតាតាមដំណឹងថានៅនគរមួយឈ្មោះកោស៊ីស្ដេចមួយព្រះអង្គគ្រងរាជព្រះនាមព្រះបាទចក្រគីមហាវង្សសម័យថ្ងៃមួយនៅក្នុងខែមិញស្ដេចអង្គនោះឯងទ្រង់ភ្នំព្រះរាជហឫទ័យចង់ស្ដេចទៅប្រពៀតព្រៃក៏ចាត់ពួកសេនាមាត្រចំនួន8រូបឲ្យហែហោមអមស្ដេចទៅនាំយកទាំងមន្ត្រី4ទៅជាមួយផងដើម្បីនឹងកសាលតាក់មន់ព្រៃលុះបានដល់ព្រៃហើយវេលាដែលស្ដេចកំពុងប្រពៀតព្រៃនោះក៏ត្រូវវង្វេងព្រៃស្ដេចក៏ទៅប្រថាប់នៅឆ្នេរសមុទ្រលុះវេលាយប់នោះព្រះអង្គទ្រង់សុបិនឃើញស្រីក្រមុំម្នាក់មានរូបល្អល្អះឆើតឆាយយ៉ាងក្រៃលែងឡើងមកពីមហាបាតាលនៃមហាសាគរទ្រង់មានព្រះរាជហឫទ័យប្រតិព័ទ្ធស្រីនោះក្រៃពេកក៏មានព្រះបន្ទូលឲ្យអាមាត្យមុជទឹកចុះតាមទៅមើលលុះមុជទឹកតាមទៅដល់នគរនាងឃើញនគរធំសម្បើមណាស់ហើយល្អចម្លែកអស្ចារ្យគឺជានគរស្ដេចគំភ័ណ្ឌព្រះអង្គមានបុត្រដល់ទៅ3អង្គគឺឈ្មោះគំភី1នាងតែងអន1និងកលៈកាន់1ឃើញរូបនាងនិងនគរស្ដេចជាឪពុកជាលក្ខហើយអាមាត្យជាបម្រើត្រឡប់មកទូលស្ដេចវិញតាមដំណើរលុះព្រះអរុណោទ័យឡើងកាលណាទ្រង់ក៏រកឃើញផ្លូវវិលមកកាន់នគរវិញរួចទើបចាត់ចែងរៀបចំភស្តុភារបណ្ដាការទៅស្ដីដណ្ដឹងនាងតែងអនមកធ្វើជាអគ្គមហេសីបានដោយសេចក្តីប្រាថ្នាឯស្ដេចកំភ័ណ្ឌនោះជាតិជាក្រពើមានកូនប្រុស2នាក់ក៏ជាក្រពើលើកលែងតែកូនស្រីគឺនាងតែងអនមួយខុសពីគេកើតមកជាកូនមនុស្សក្រោយដែលនាងតែងអនបានមកធ្វើជាអគ្គមហេសីស្ដេចចក្រគីមហាវង្សហើយស្រាប់តែមានឈ្មោះនាងវៃកានៅនគរជាមួយស្ដេចនោះនាំកូនក្រមុំរបស់ខ្លួន5នាក់មកថ្វាយស្ដេចចក្រគីមហាវង្សធ្វើជាអគ្គមហេសីបន្តបន្ទាប់មកទៀតលុះនាងតែងអនមានគភ៌គ្រប់ខែកាលណាក៏ប្រសូតព្រះរាជបុត្រនៅក្នុងចំណោមអគ្គមហេសីចុងទាំង5រូបនាងទាំង5នោះមានសេចក្តីបារម្ភខ្លាចក្រែងបុត្រនាងតែងអនមានព្រេងសំណាងជាងកូនខ្លួន
ក៏តាំងនាំគ្នារួមកំណត់ក្បត់រកអបាយកលយកកូននាងតែងអូនទៅកប់ចោលយកកូនក្រពើមកដាក់ជំនួសឲ្យនាងវិញហើយនាំគ្នាទៅទូលស្ដេចជាស្វាមីថានាងតែងអូនជាស្រីចង្រៃកើតកូនមកជាសត្វក្រពើហើយប្តឹងទូលបង្ខំថាដោយហេតុតែនាងតែងអូនចូលចិត្តតែទៅលេងទឹកទើបកើតកូនមកជាសត្វក្រពើស្ដេចចក្រមហាវង្សព្រះសណ្ដាប់រឿងមិនពិតដូច្នេះក៏ពុំបានពិចារណាសាកសួររកខុសត្រូវឡើយទ្រង់ក៏ក្រេវក្រោធបង្គាប់ឲ្យយកនាងតែងអូនទៅបំបរបងឯនាងតែងអូនកាលបើបានទទួលផលកម្មដូច្នេះហើយក៏នឹកភ្នែកដល់មេដាបៃតានិងបងប្អូនរបស់នាងហើយនាងនឹកសង្ឃឹមថាបើនាងបានទៅដល់នគរកាលណានាងនឹងសុំឲ្យបងដែលជាសត្វក្រពើឈ្មោះគម្ភីមកជួយដោះទុក្ខធុរៈនាងលុះទៅដល់នគរនាងរៀបរាប់ទូលព្រះបិតានិងបងតាមដំណើរពេលនោះចៅគម្ភីជាបងក៏ឆ្លើយតបមកវិញថាវេលានេះបងនឹងជួយដោះទុក្ខធុរៈប្អូនមិនទាន់បានទេព្រោះយើងមិនទាន់ចេះវិជ្ជាការអ្វីសោះក៏បបួលនាងតែងអូនទៅរករៀនមុនវិជ្ជាការគម្ភីឲ្យប្អូនស្រីជិះលើខ្នងហើយហែលធ្វើដំណើរទៅដោយធ្វើដំណើរឆ្ងាយពេកការហត់នឿយខ្លាំងក៏បណ្ដាលឲ្យស្លាប់ទាំងពីរនាក់បងប្អូននោះទៅពេលនោះក៏ក្តៅទៅដល់ព្រះឥន្ទរមិលមើលមកឃើញដូច្នេះចាត់ឲ្យព្រះវិស្វកម្មទេវបុត្រមកប្រោះបងប្អូនទាំងពីរនាក់ឲ្យរស់ឡើងវិញទើបនិមិត្តជាសាលាមួយឲ្យនៅរក្សាសិលក្នុងទីនោះតមកមានយក្សមួយឈ្មោះហត្ថចក្រនៅនគរណានផាត់ឋានមកលេងព្រៃប្រទះឃើញនាងតែងអូនមានរូបល្អស្អាតក៏ចាប់យកនាងទៅធ្វើភីលៀងកូនស្រីរបស់វាដែលរើសបានពីក្នុងផ្កានិយាយពីបុត្រនាងតែងអូនដែលអគ្គមហេសីចុងទាំង5អ្នកយកទៅកប់ចោលក្នុងដីនោះបណ្ដាលឲ្យក្តៅក្រហាយដល់ទេវតាមួយអង្គឈ្មោះនាងទេពជាលីឡាទេវតានោះក៏ចុះមកកកាយដីយកទារកនោះទៅចិញ្ចឹមបីបាច់ថែរក្សាឲ្យបរិភោគសុទ្ធសឹងអាហារទឹកនាងទេពជាលីឡាបានហៅខ្មោចមួយដែលនៅអាស្រ័យក្នុងភូមិស្រុកនោះឈ្មោះមេតកិតឲ្យមកនៅជាមួយជួយបីបាច់ថែរក្សាកុមារនោះដូចភីលៀងលុះកុមារចម្រើនអាយុធំឡើងមានវិស្វកម្មទេវបុត្រមកនិយាយប្រាប់កុមារថាព្រះមេដារបស់កុមារឯងគឺព្រះនាងតែងអូនឯណោះទេសពថ្ងៃនាងត្រូវយក្សចាប់យកទៅរក្សាទុកនៅឯនគរណានផាត់ឋានឯណោះដូច្នេះក៏បីកុមារទៅតាមយកមេដាឲ្យឆាប់បានដំណឹងដូច្នោះកុមារក៏នាំខ្មោចជាភីលៀងរបស់ខ្លួននោះទៅតាមរកព្រះមេដាបានច្បាំងនឹងយក្សដណ្ដើមយកនាងតែងអូនវិលទៅនគរវិញលុះបានដល់នគរហើយបានសេចក្តីសុខសប្បាយកុមារក៏ប្រាប់បណ្ដារាស្ត្រទាំងអស់ឲ្យគោរពរាប់អានខ្មោចដែលជាភីលៀងរបស់ខ្លួនឈ្មោះមេតកិតផងព្រោះមេតកិតនេះបានជួយដោះទុក្ខធុរៈខ្លួនចាប់តាំងពីពេលនោះមកបណ្ដារាស្ត្រក៏ទទួលស្គាល់មេតកិតនេះថាជាអ្នករក្សាសេចក្តីសុខឲ្យខ្លួនក៏នាំគ្នាគោរពបូជាថែរក្សាផ្ដល់ម្ហូបចំណីគោក្របីជ្រូកមាន់ទាស្រាបាយឲ្យបរិភោគជាប្រក្រតីខ្មោចមេតកិតនោះហើយដែលអ្នកស្រុកសម្គាល់ថាជាអ្នកតារក្សាស្រុករហូតមកដល់សពថ្ងៃនេះហៅថាអ្នកតាមហេសៈសូមជូនរឿងអ្នកតាស្រីនិងយាយបោះអ្នកតានេះប្លែកអំពីអ្នកតាស្រុកឯទៀតអ្នកស្រុកហៅថាតាស្រីយាយបោះតាស្រីជាប្តីយាយបោះអ្នកតានេះនៅក្នុងវត្តព្រែកឯងឃុំព្រែកឯងស្រុកគៀនស្វាយខេត្តកណ្ដាលមានរឿងដំណើរថាក្នុងរាជ្យនៃព្រះបាទអង្គច័ន្ទទ្រង់សោយរាជ្យនៅលង្វែកស្រុកខ្មែរកើតសង្គ្រាមធំអស្ចារ្យច្បាំងនឹងពួកយួនបះបោរឡើងមកវាយស្ដេចស្រុកខ្មែរច្រើនជាអនេកខ្មែរតទល់នឹងយួនពុំបានរត់ចូលពួនតែក្នុងព្រៃភ័យនឹងយួនធ្វើបាបគ្រានោះកើតកាប់សម្លាប់គ្នាទៅវិញទៅមកពួកយួនធ្វើបាបខ្មែរដល់ថ្នាក់យកក្បាលខ្មែរធ្វើថ្មងជើងក្រាលដាំតែ
បានជាមានពាក្យទំនៀមជាន់មកថាកំពប់តែអង្គសម័យនោះប្រហែលជាគ្រិស្តសករាជ 18,000 ក្នុងខែភទ្របទជារដូវទឹកឡើងពេញទំហឹងហូរធ្លាក់ពីស្រុកលើចុះមកទន្លេមេគង្គមានដើមកគីមួយដើមរសាត់មកទាំងរឹសតាមដងទន្លេដែលហូរចុះទៅព្រៃនគរដល់ត្រង់ព្រែកមួយហៅព្រែកឯងដែលបែកចេញពីទន្លេទឹកហូរចូលតាមមុខវត្តនាំទាំងឈើនោះទៅផងហើយស្រាប់តែទៅជាប់ទៅនៅនឹងថ្កល់មុខវត្តនោះហាក់ដូចជាសុំនៅទីនោះតែម្ដងយប់នោះលោកគ្រូចៅអធិការយកសុបិនឃើញស្រីម្នាក់មកប្រាប់ថាខ្ញុំករណាជិះទូកមកពីស្រុកលាវឥឡូវនេះមកចតទូកនៅមុខវត្តសូមលោកគ្រូមេត្តាសង្គ្រោះឲ្យខ្ញុំករណានៅនឹងវត្តនេះផងលុះភ្ញាក់ដឹងខ្លួនឡើងលោកគ្រូកាត់សេចក្តីឆ្ងល់ក្នុងព្រះハរតីក្រៃលែងនឹកពិចារណារកហេតុថាសុបិននិមិត្តនេះប្លែកណាស់តាំងពីអាត្មាអញបួសមកនៅទីនេះពុំធ្លាប់ដែលឃើញសុបិននិមិត្តអ្វីចម្លែកបែបនេះម្ដងណាសោះលោកគ្រូត្រេះរិះរកហេតុតាំងពីភ្ញាក់ខ្លួនឡើងដល់រាបតលភ្លឺទើបនិមន្តទៅមុខវត្តឃើញដើមឈើមួយដើមទើជាប់នៅនឹងដើមបបោះនៅមុខវត្តមែនលោកក៏ប្រើក្មេងឲ្យចោះទៅមើលឃើញដុំថ្មមួយដុំជាប់នៅនឹងឫសគល់កគីក្មេងឃើញហើយស្រែកពិតលោកគ្រូថាទៀនប្រុសបានដុំថ្មមួយដុំជាប់នៅនឹងឫសឈើលុះលោកគ្រូឃើញដុំថ្មពិតដូច្នោះទើបនិមន្តត្រឡប់មកកត់វិញប្រើក្មេងឲ្យវាយស្គរដើម្បីឲ្យដំណឹងដល់ពួកឧបាសកជើងវត្តពួកឧបាសកកាលបើឮសូរស្គរក៏មានសេចក្តីសង្ស័យនាំគ្នាប្រញាប់ប្រញាល់មកកាន់ទីវត្តអារាមទាំងព្រឹកព្រលឹមលោកគ្រូដំណើររឿងសុបិនប្រាប់ពួកឧបាសកតាមដែលលោកបានឃើញសពគ្រប់ពួកឧបាសកមានក្តីត្រេកអរព្រមព្រៀងគ្នាអ្នកខ្លះរកឈើអ្នកខ្លះរកពូថៅរណាចាប់ធ្វើខ្ទមមួយទំហំបណ្ដោយ1ម៉ែត្រកន្លះទៅតឹង1ម៉ែត្រដោយគ្រឿងឈើប្រក់ស្លឹកហើយស្រេចក្នុងថ្ងៃនោះនៅក្រោមដើមឈើទាលនាទិសអាគ្នេយ៍ព្រះវិហារខ្ទមនោះសង់ខ្លាចទៅជាកូនផ្ទះឈើប្រក់ក្បឿងលោកគ្រូចាត់មនុស្សឲ្យចុះទៅក្នុងព្រែកនិងសែងយកដុំថ្មនោះឡើងអ្នកចុះទៅយកដុំថ្មនោះស្រែកថាយកមិនរួចទេឲ្យចុះមកគ្នាច្រើនទើបយករួចលោកគ្រូប្រើមនុស្សតាំងពី5នាក់រហូតទៅដល់50នាក់ក៏នៅតែពុំរួចសូម្បីគ្រាន់តែកម្រើកបន្តិចក៏មិនកម្រើកផងលោកគ្រូនិងពួកឧបាសកពិគ្រោះគ្នាទៅឃើញថាគួរឲ្យឆ្ងល់ណាស់ក្រែងមានទើសហេតុអ្វីទើបយកទៀនធូបអុជបួងសួងអញ្ជើញដុំថ្មនោះឲ្យឡើងមកក៏នៅតែពុំរួចទៀតអស់មួយថ្ងៃក៏នាំគ្នាទៅផ្ទះរៀងៗខ្លួនក្នុងយប់នោះស្រាប់តែទៅបញ្យល់សពលោកគ្រូម្ដងទៀតថាសូមលោកគ្រូកុំប្រើមនុស្សប្រុសឲ្យចុះទៅយកខ្ញុំព្រះករុណាអៀនណាស់មិនព្រមឡើងមកទេសូមបើតែស្រីទៅយកវិញទើបខ្ញុំព្រះករុណាព្រមលុះព្រឹកឡើងលោកគ្រូប្រើក្មេងឲ្យវាយស្គរពួកឧបាសកឧបាសិកាម្ដងទៀតហើយលោកដំណើររឿងដដែលលោកឃើញហេតុជាគម្រប់2ដងប្រាប់សពគ្រប់ទើបមនុស្សស្រីចំនួន5នាក់ឲ្យចុះទៅយកដុំថ្មនោះលុះពួកស្រីលូកដៃទៅស្ទាបភ្លាមថ្មនោះហាក់ដូចជាអណ្ដែតតាមដៃមកលើកឡើងដល់លើគោកសែងយកទៅដាក់លើខ្ទមដោយស្រួលលោកគ្រូចៅអធិការអង្គុយនោះប្រាប់ពួកឧបាសកឧបាសិកាជើងវត្តឲ្យធ្វើបុណ្យតាមទំនៀមគឺធ្វើបុណ្យឡើងអ្នកតានៅពេលដែលយកថ្មពីក្នុងទឹកឡើងមកដាក់ក្នុងខ្ទមបុណ្យនោះអាថឹកអាថមណាស់មានការជួបជុំពុទ្ធបរិស័ទជើងវត្តនិងជើងវត្តជិតខាងទៀតមូលមកបួងសួងអំពាវនាវសូមឲ្យបានសេចក្តីសុខក្នុងភូមិសូមឲ្យឈ្នះអស់មារសត្រូវកុំឲ្យហ៊ានចូលមកយាយីឡើយហើយសូមឲ្យស្រុកភូមិប្រកបរបររកស៊ីឲ្យបានផលសមតាមបំណងរួចលោកអង្គនោះសន្មតឈ្មោះប្រាប់ឲ្យអ្នកផងរាល់គ្នាស្គាល់ថាអ្នកតានេះឈ្មោះយីបោះ
ព្រោះរស័តមកទើបជាប់នឹងដើមបបោះទើបបានដាក់ជាប់ឈ្មោះដរាបមកដល់សពថ្ងៃនេះដង្វាយយាយបោះទទួលដង្វាយខុសអំពីអ្នកតាដទៃទៀតដែលមាននៅក្នុងស្រុកខ្មែរហើយដែលគួរឲ្យគេកត់សម្គាល់បានថាយាយបោះមិនមែនជាជនជាតិខ្មែរទេពិតជាជនជាតិឡាវព្រោះស្រុកឡាវទាំងមូលគេនិយមប្រើបាយដំណើបនិងប្រហុកសម្រាប់ទទួលទានធម្មតាហើយយាយបោះធ្វើមនុស្សឲ្យឈឺច្រើនតែធ្វើមនុស្សប្រុសដែលចូលវត្តហើយនិយាយពាក្យមិនសមគួរជាពាក្យអសគ្រោះគឺធ្វើឲ្យគ្រុនក្តៅសន្លប់បាត់មាត់បាត់កភ័យផ្អែមមាត់មិនខានកាលបើគេដឹងថាជាយាយបោះធ្វើហើយគេអុជទៀនធូបនិយាយបន់ស្រន់ថាបើយាយបោះធ្វើមែនត្រូវឲ្យជាទៅចុះយើងថ្វាយបាយដំណើបនិងប្រហុកអាំងគ្រាន់តែនិយាយបន់ពីផ្ទះមកជំងឺនោះនឹងបានធូរស្រាលមួយរំពេចអ្នកតាស្រីនេះមិនមែនរឿងតាក់ទងអំពីបុរាណមកទេគឺកើតដោយស្នាដៃលោកតាមួយអង្គដែលចាស់ហើយទើបទៅបួសគឺថាលោកមានប្រពន្ធកូនរួចហើយទើបរត់ទៅបួសហើយដែលតាំងពីដើមមកលោកអង្គនេះធ្លាប់ជាអ្នកលេងកំ pl ែងច្រើនផងមាននាមនិងគោរមនាមមិនប្រកបផងអ្នកស្រុកសន្មតហៅថាលោកតាខាងត្បូងសមហេតុដែលលោកសង់តូបនៅខាងត្បូងព្រះវិហារលោកតានេះគិតថាយាយបោះគាត់នៅតែម្នាក់ឯងហើយមកពីស្រុកឆ្ងាយផងកាលនៅស្រុកគាត់ប្រហែលជាធ្លាប់មានប្តីឥឡូវនេះមកនៅតែម្នាក់ឯងដូច្នេះពុំសមទេលោកគិតហើយក៏តាំងធ្វើខ្ទមមួយពីខាងត្បូងប្រក់ខ្ទមយាយបោះរួចប្រើក្មេងឲ្យទៅបាដីឥដ្ឋយកមកសូនធ្វើជារូបអ្នកតាមួយឲ្យឈ្មោះថាតាស្រីរួចក៏ធ្វើឧបកិច្ចថាតាស្រីតាឯងស្រឡាញ់យាយបោះទេឲ្យម្នាក់ឆ្លើយថាស្រឡាញ់រួចសួរយាយបោះថាយាយបោះស្រឡាញ់តាស្រីទេម្នាក់ទៀតឆ្លើយថាស្រឡាញ់លោកតាសួរយកចម្លើយតាស្រីនិងយាយបោះដឹងថាព្រមព្រៀងគ្នាហើយក៏និយាយបន្ថែមទៀតថាណែតាស្រីយាយបោះអាត្មាផ្សំគុំទាំងពីរអ្នកឲ្យជាប្តីប្រពន្ធនឹងគ្នាណាគ្រាន់បានជាគ្នាពីរនាក់កុំឲ្យអបសុកចូលរក្សាគ្នាពុំឆ្លោះគ្នាចាស់ហើយតែប៉ុណ្ណោះទុកជាការស្រេចដំណឹងអំពីតាស្រីចាប់តាំងពីថ្ងៃដែលលោកតាអង្គនោះបានសន្មតតាំងឲ្យជាអ្នកតារួចហើយក៏មានឫទ្ធិអំណាចការធ្វើគេធ្វើឯងហាក់ដូចជាស្ដាប់បាននិយាយគ្នាបានកាលបើមានមនុស្សអុំទូកចេញចូលតាមព្រែកមុខវត្តគឺមុខខ្ទមអ្នកតាស្រីឲ្យតែបានលេងសើចផ្ដេផ្ដាសមិនគប្បីតាស្រីនឹងធ្វើឲ្យចុកពោះមួយរំពេចដង្វាយតាស្រីត្រូវការតែចេកមួយស្និតកាលបើមានជំងឺឈឺចុកពោះអ្នកស្រុកគេយល់ថាបើអ្នកតាធ្វើត្រូវអុជទៀនធូបនិយាយបន់ពីផ្ទះថាឲ្យតែលោកតាជួយឲ្យជាសះចុះខ្ញុំនឹងយកចេកនួនទៅថ្វាយជួនកាលគ្រាន់តែនិយាយអំពីចម្ងាយជំងឺនោះបានធូរទាន់មាត់ភ្លាមសពថ្ងៃតាស្រីនិងយាយបោះហាក់ដូចជារកស៊ីចូលហ៊ុនគ្នាបើតាស្រីធ្វើឲ្យគេឈឺចុកពោះអ្នកស្រុកគេយកចេកទៅថ្វាយតាស្រីតោងថ្វាយបាយដំណើបនិងប្រហុកដល់យាយបោះផងបើយាយធ្វើឲ្យគេឈឺគ្រុនក្តៅគេយកបាយដំណើបនិងប្រហុកទៅថ្វាយយាយបោះត្រូវយកចេកនួនទៅថ្វាយតាស្រីផងទើបជំងឺនោះបានជាដាច់ស្រឡះយើងខ្ញុំសូមអរគុណដល់អស់លោកស្រីនាងកញ្ញាដែលបានស្ដាប់កំសាន្តតាំងពីដើមរហូតមកដល់ចប់សូមលោកអ្នកចុច Subscribe ដើម្បីទទួលបាននូវរឿងព្រេងនិទានជាច្រើនបន្តទៀតសូមអរគុណ